លទ្ធផលពហិការលើទំនិញសៀមចេញមកហើយបើយោងទៅតាមរបាយការណ៍ស្ដីពីស្ថិតិជញ្ជីងពាណិជ្ជកម្មរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋបាលកម្ពុជាបានបង្ហាញយ៉ាងច្បាស់ថាក្នុងត្រីមាសទី1ឆ្នាំ2026នេះទំហំពាណិជ្ជកម្មកម្ពុជាជាមួយនឹងសៀមមានការធ្លាក់ចុះយ៉ាងខ្លាំងហើយមិនតែប៉ុណ្ណោះទេបើយោងទៅតាមគេហទំព័រ International Monetary Fund ក៏បានបញ្ជាក់ផងដែរអំពីការព្យាករណ៍ទៅលើកំណើនសេដ្ឋកិច្ច GDP របស់ប្រទេសថៃគឺមានត្រឹមតែ 1.5% ប៉ុណ្ណោះខណៈដែលកម្ពុជាយើងមានរហូតដល់ 4%របាយការណ៍ទាំងនេះគឺបញ្ជាក់ច្បាស់ថាការធ្វើពហិការរបស់ប្រជាជនកម្ពុជាយើងពិតជាបានជះឥទ្ធិពលទៅដល់សេដ្ឋកិច្ចរបស់ថៃទោះជាវាមិនច្រើនលើសលប់ក៏ពិតមែនប៉ុន្តែយ៉ាងហោចណាស់ក៏បង្កឲ្យមានភាពអន់ថយដែរដូច្នេះសូមបងប្អូនងាកមកគ្រប់គ្រងផលិតផលខ្មែរយើងឲ្យបានច្រើនហើយបន្តពហិការទៅលើផលិតផលរបស់ប្រទេសចៅនេះឲ្យបានយើងត្រូវគ្រប់គ្រងផលិតផលក្នុងស្រុកយើងដើម្បីជួយជំរុញសេដ្ឋកិច្ចជាតិយើងជាជាងការដែលយើងពឹងផ្អែកទៅលើអ្នកដទៃច្រើនខ្លាំងពេក